បាទសួស្តីបងប្អូនយើងទាំងអស់គ្នាបាទនេះគឺជាដំឡូងនេះដែលបានន័យថាយើងដាំសម្រាប់យើងហូបត្រួយហើយយើងហូបស្លឹកបាទដូច្នេះនៅក្នុងជុំវិញបរិវេណផ្ទះរបស់ខ្ញុំវាពោពេញទៅដោយដើមឈើជាច្រើនបាទអញ្ចឹងហើយគិតថានឹងកែច្នៃថ្ងៃក្រោយយើងនឹងដាំធ្វើជាចំការបន្លែសម្រាប់ហូបជាភាពគ្រួសារបាទនេះគឺជាកម្រងដែលថាទីធ្លាដែលនៅសល់នៅខាងក្រោយផ្ទះចឹងហើយពេលនេះក៏មានដើមដំឡូងមានក្តាតមានត្រាវជាដើមយ៉ាងច្រើនមានដើមចេកយ៉ាងកុះកបាទចឹងហើយឡើងកម្រងហៅថាចិញ្ចឹមបន្លែហើយនឹងចិញ្ចឹមសត្វធាតុ